កាន់តែក៏ក្រៅទៀតហើយពិភពបាល់ទាត់នៅព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ2016ដែលនៅវគ្គ16ក្រុមចុងក្រោយជំនួបរវាងប៉ូទុយហ្គាល់ជាមួយនឹងអេស្ប៉ាញនឹងជាប្រកួតដ៏ជក់ចិត្តបំផុតនៅក្នុងវគ្គ16ក្រុមចុងក្រោយនេះគួររំលឹកផងដែរថាក្រុមទាំងពីរនេះគឺជាក្រុមយក្សដែលមកពីទ្វីបអឺរ៉ុបដូចគ្នាហើយការប្រកួតរវាងក្រុមទាំងពីរនេះជួបគ្នាគឺច្រើនដងខ្លាំងមែនទែនពលគឺក្រុមទាំងពីរនេះជួបគ្នារហូតដល់ទៅ41ដងដែលក្នុងនោះអេស្ប៉ាញឈ្នះ18ដងប៉ូទុយហ្គាល់ឈ្នះ6ដងនិងស្មើ17ដងជំនួបចុងក្រោយរវាងគូទាំងពីរនេះគឺនៅពានរង្វាន់ Nations League ឆ្នាំ2025ដោយក្នុងនោះប៉ូទុយហ្គាល់បានឈ្នះទៅលើអេស្ប៉ាញនៅវគ្គពេនទីកាត់សេចក្តីនិងលើកពាន Nations League ឆ្នាំ2025ដូច្នេះហើយចាំមើលថាតើអេស្ប៉ាញអាចនឹងសងសឹកទៅកាន់ប៉ូទុយហ្គាល់វិញបានដែរឬទេនៅក្នុងជំនួបវគ្គ16ក្រុមចុងក្រោយនៅព្រឹត្តិការណ៍ FIFA World Cup ដែលប្រព្រឹត្តទៅនៅថ្ងៃទី7ម៉ោង2ព្រឹករំលងអាធ្រាត្រកុំភ្លេច follow page ដើម្បីទទួលបានព័ត៌មានបាល់ទាត់ថ្មីៗជាច្រើនទៀត